ការប្រមាថស្ដេចទេវៈដោយព្រះវិស្ណុនឹងត្រូវទទួលបណ្ដាសាឲ្យជួបសេចក្តីវិនាសអន្តរាយចំនួន4យ៉ាងយោងតាមពុទ្ធដីការបស់ភិក្ខុធម្មថេរោហឹមប៊ុនធឿនព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីកាថាបើអ្នកណាហ៊ានប្រមាថស្ដេចទេវៈដោយព្រះវិស្ណុជាដើមនឹងត្រូវទទួលបណ្ដាសាឲ្យជួបសេចក្តីវិនាសអន្តរាយចំនួន4យ៉ាងបណ្ដាសាទាំង4នោះរួមមានទី1អន្តរាយដោយភ្លើងឆេះទី2អន្តរាយដោយទឹកលិចទី3អន្តរាយដោយវិវាទឆ្លោះទាស់ទែងបែកបាក់សាមគ្គីគ្នានិងទី4អន្តរាយនៅក្នុងកំណើតក្នុងអបាយភូមិមាននរកជាដើមតាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីកាថាការគោរពទៅលើបុព្វបុរសដូនតាខ្មែរក្នុងលទ្ធិទេវរាជគឺការគោរពទៅលើគុណនៃសេចក្តីល្អរបស់ស្ដេចទេវៈដែលដូនតាខ្មែរយើងចាត់ទុកជាបុព្វការីជនដែលលោកមានឧបការៈគុណដ៏ធំធេងចំពោះសង្គមជាតិមិនអាចកាត់ថ្លៃបានចំពោះសត្វលោកហេតុដូច្នេះហើយបានជាបុព្វបុរសដូនតាយើងលះបង់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីព្រមទាំងអំណោយព្រះរាជទ្រព្យច្រើនមហាសាលដើម្បីកសាងប្រាសាទជាច្រើនណាស់សម្រាប់ទុកគោរពបូជាថ្វាយចំពោះព្រះអាទិទេពទាំងអស់នោះស្ទើរទូទាំងអាណាចក្រខ្មែរព្រោះមានជំនឿយ៉ាងមុតមាំថាស្ដេចទេវៈទាំងអស់គឺជាអ្នកបង្កើតលោកជាអ្នកថែរក្សាសត្វលោកនិងជាអ្នកជួយសង្គ្រោះសត្វលោកឲ្យរួចចាកផុតពីទុក្ខអន្តរាយផ្សេងៗដូច្នេះហើយទោះបីជាខ្មែរយើងមកគោរពព្រះពុទ្ធសាសនាហើយក៏នៅមានជំនឿដកជាប់ជ្រៅនៅក្នុងក្រៅបេះដូងដែលបានផ្សារភ្ជាប់យ៉ាងរឹងមាំនៅក្នុងជំនឿទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏រស់រវើកមានតម្លៃមិនអាចបំភ្លេចបានឡើយបើតាមព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាជំនឿទាំងអស់នេះយល់ថាបើអ្នកណាហ៊ានប្រមាថឬទម្លាយស្ដេចទេវៈដោយព្រះវិស្ណុជាដើមអ្នកនោះនឹងត្រូវទទួលបណ្ដាសាឲ្យជួបសេចក្តីវិនាសអន្តរាយចំនួន4យ៉ាងដូចជាទី1អន្តរាយដោយភ្លើងឆេះទី2អន្តរាយដោយទឹកលិចទី3អន្តរាយដោយវិវាទឆ្លោះទាស់ទែងបែកបាក់សាមគ្គីនិងទី4អន្តរាយក្នុងកំណើតនៅក្នុងអបាយភូមិមាននរកជាដើមព្រះអង្គមានសង្ឃដីកាបន្តថានេះគ្រាន់តែជាជំនឿរបស់ដូនតាខ្មែរយើងនៅយុគសម័យគោរពលទ្ធិទេវរាជនាសម័យនោះតែប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ននេះប្រទេសសៀមបានឈ្លានពានបំផ្លាញប្រាង្គប្រាសាទសាលារៀនផ្លូវថ្នល់ស្ពានវត្តអារាមនិងរូបសំណាកបដិមាព្រះវិស្ណុជាដើមដូច្នេះប្រទេសនេះក៏ត្រូវទទួលកម្មផលអកុសលត្រូវបណ្ដាសាដូនតាខ្មែរយើងធ្វើឲ្យប្រទេសមួយចំនួនគេលែងមានជំនឿទុកចិត្តចំពោះប្រទេសសៀមដែលមានចរិតលក្ខណៈសាហាវឃោឃៅព្រៃផ្សៃមកលើប្រជាជនខ្មែរយើងគ្មានមេត្តាធម៌ឡើយសូមឲ្យកម្លាំងស្មារតីសាមគ្គីស្នេហាជាតិរបស់កូនខ្មែរគ្រប់រូបទទួលបានយុត្តិធម៌ស្ងប់សុខជោគជ័យរុងរឿងគ្រប់ការទាំងពួងសូមជម្រាបថាប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋព្រះសិរីកោលសុំសុខាក៏បានបង្ហាញការយល់ឃើញថាករណីសៀមបំផ្លាញបដិមាសាសនាហិណ្ឌូនឹងត្រូវប៉ះពាល់ទៅដល់សតិអារម្មណ៍ផ្លូវចិត្តរបស់អ្នកជឿសាសនាហិណ្ឌូនៅទូទាំងពិភពលោកដែលមានប្រមាណជាង1200លាននាក់ហើយពួកគេនឹងធ្វើការថ្កោលទោសសៀមជាក់ជាមិនខានឡើយចំពោះទង្វើដ៏អាក្រក់ដែលធ្វើឲ្យមហន្តរាយដល់បដិមាទេវរូបដែលជាទីសក្ការៈបូជារបស់ពួកគេបែបនេះចំនួនអ្នកជឿសាសនាហិណ្ឌូនៅទូទាំងពិភពលោកមានប្រហែល1200លាននាក់ប្រមាណ 15% នៃចំនួនមនុស្សនៅលើពិភពលោកខណៈដែលឥណ្ឌាគឺជាប្រទេសដែលមានអ្នកជឿសាសនាហិណ្ឌូធំជាងគេបំផុតនៅលើពិភពលោកពួកគាត់នឹងថ្កោលទោសសៀមជាក់ជាមិនខានឡើយចំពោះទង្វើដ៏អាក្រក់ដែលធ្វើឲ្យមហន្តរាយដល់បដិមាទេវរូបដែលជាទីគោរពសក្ការៈបូជារបស់ពួកគាត់បែបនេះគួរបញ្ជាក់ថាក្រសួងការបរទេសឥណ្ឌាបានថ្កោលទោសដោយចាត់ទុកថាការបំផ្លិចបំផ្លាញរូបសំណាកនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជាសៀមពីសំណាក់យោធាសៀមគឺជាទង្វើដែលគ្មានការគោរពទាល់តែសោះនៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូនិងព្រះពុទ្ធត្រូវបានគេគោរពដោយប្រជាជនទូទៅនៅក្នុងតំបន់ដូច្នេះមិនថាវាជាការអះអាងនៅក្នុងទឹកដីនោះទេទង្វើគ្មានការគោរពបែបនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោកហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ